ព្រះពោធិសត្វនិងពោធិចិត្តព្រះពោធិសត្វគឺជាបុគ្គលម្នាក់ដែលតាំងចិត្តប្រាថ្នាឲ្យបានត្រាស់ដឹងជាព្រះពុទ្ធដោយការខិតខំព្យាយាមសាងបុណ្យបារមីយ៉ាងស្វិតស្វាញជាទីបំផុតពាក្យថាព្រះពោធិសត្វសំដៅយកបុគ្គលនិងមហាសត្វទាំងឡាយដែលប្រកបដោយចិត្តបុណ្យដ៏ទូលំទូលាយព្រមទាំងមានបញ្ញាដ៏ជ្រាលជ្រៅពោធិជាពាក្យបាលីមានន័យថាបញ្ញាជាគ្រឿងត្រាស់ដឹងសត្តៈពាក្យបាលីឬសត្វៈជាពាក្យសំស្ក្រឹតមានន័យថាបុគ្គលដែលជាប់ចម្ពាក់ក្នុងអារម្មណ៍ឬបំណងណាមួយដូច្នេះពាក្យថាពោធិសត្វមានន័យថាបុគ្គលដែលមានចិត្តជាប់ចម្ពាក់ក្នុងការត្រាស់ដឹងឬជាបុគ្គលដែលសាងចិត្តដើម្បីនៃការត្រាស់ដឹងក្នុងន័យនេះគម្ពីរមហាវគ្គដីកាទីខនិកាយចែងថាយថាវតោញេយ៉ាងពោចតិតិពោធិសោអេវៈសតយោកតោពោធិសតោតេអហៈបណ្ឌិតសតោពោជនកសតោតិបញ្ញាណាដែលចាក់ធ្លុះនៅធម៌ដែលគួរដឹងតាមសភាពពិតហេតុនោះទើបឈ្មោះថាពោធិឬបុគ្គលនោះឯងឈ្មោះថាពោធិសត្វព្រោះជាអ្នកអនុគ្រោះនៅសត្វហេតុនោះទើបលោកហៅថាបណ្ឌិតសត្វពោជនកសត្វគឺជាអ្នកប្រកបដោយពោធិចិត្តតើអ្វីទៅដែលហៅថាពោធិចិត្តពោធិចិត្តមានន័យថាសន្តាននៃចិត្តនៃបុគ្គលដែលមានករុណានិងឆន្ទៈខ្ជាប់ខ្ជួនតែមួយគត់ហើយធំជាងគេប្រចាំជីវិតគឺសេចក្តីប្រាថ្នាឲ្យបានត្រាស់ជាព្រះសម្មាសម្ពុទ្ធឬព្រះពុទ្ធដើម្បីឲ្យរួចផុតចាកទុក្ខក្នុងសង្សារវដ្តផងនិងដើម្បីជួយសង្គ្រោះដល់សត្វលោកទាំងពួងឲ្យរួចផុតចាកទុក្ខផងដែរតើបុគ្គលបែបណាទើបអាចសាងខ្លួនជាពោធិសត្វបានមនុស្សសត្វប្រុសស្រីទូទៅក្នុងលោកសុទ្ធតែជាអ្នកមានភ័ព្វវាសនាសាងខ្លួនជាពោធិសត្វបានដោយការសាងនៅពុទ្ធការកធម៌ជាធម៌ធ្វើឲ្យបានត្រាស់ដឹងជាព្រះពុទ្ធហើយអាចចាក់ធ្លុះនៅសាបញ្ញត្តិញ្ញាណជាព្រះពុទ្ធក្នុងអនាគតកាលបានឲ្យតែបុគ្គលនោះមានឆន្ទៈបំណងឬការតងប្រាថ្នាយ៉ាងមោះមុតក្នុងគោលដៅជីវិតសូមបើកវងក្រចកស្ត្រីក៏អាចប្រាថ្នាបានជាព្រះពោធិសត្វបានដែរប៉ុន្តែនិយតពោធិសត្វត្រូវស្ថិតនៅក្នុងភាពជាបរិសុទ្ធព្រះពោធិសត្វព្រះសមណគោតមយើងលោកក៏ធ្លាប់បានមានចិត្តជាស្ត្រីភេទដែរមុននឹងព្រះអង្គបានជានិយតពោធិសត្វជនណាក៏ដោយក៏អាចប្រាថ្នានឹងសាងខ្លួនជាពោធិសត្វបានដូចគ្នាព្រោះមនុស្សម្នាក់ដែលកើតមកតែមានសភាវៈពីរនៅក្នុងខ្លួនគឺសភាវៈល្អនិងសភាវៈអាក្រក់សភាវៈល្អនេះហើយដែលមានពូជជាធម្មជាតិរបស់ព្រះពុទ្ធហើយអាចរីកដុះដាលឲ្យមានបំណងដើម្បីនៃការត្រាស់ដឹងជាព្រះពុទ្ធក្នុងចំណុចនេះព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាកិច្ឆោមនុស្សៈបដិលាភោកិច្ឆੰមច្ចានជីវិតੰកិច្ឆੰសទ្ធម្មសវនੰកិច្ឆោពុទ្ធានមោបាទោការត្រឡប់បានអត្តភាពជាមនុស្សបានដោយកម្រការរស់រានមានជីវិតរបស់សត្វទាំងឡាយបានដោយកម្រការស្ដាប់ធម៌របស់សប្បុរសបានដោយកម្រការកើតឡើងនៃព្រះពុទ្ធទាំងឡាយបានដោយកម្រទោះបីមនុស្សសត្វបានជួបប្រទះនៅការក្រទាំង4ប្រការនេះក្តីក៏ការបានចាប់កំណើតកើតជាមនុស្សចាត់ទុកជាភ័ព្វវាសនាដ៏ខ្ពង់ខ្ពស់ណាស់ព្រោះភពនៃមនុស្សយើងនេះ
ជាកន្លែងនៃព្រះពោធិសត្វគ្រប់ព្រះអង្គបានឧបដឹកឡើងដើម្បីសាងបារមីឆ្ពោះទៅកាន់ពុទ្ធភូមិព្រះពោធិសត្វអាចមានច្រើនអង្គនៅក្នុងរយៈពេលជាមួយគ្នាតែកម្រិតនៃការសាងបារមីខុសៗគ្នាដូច្នេះហើយបានជាពោធិសត្វទាំងអស់នោះពុំអាចត្រាស់ដឹងជាព្រះពុទ្ធក្នុងពេលដំណើរគ្នាព្រះពោធិសត្វគ្រប់ជាតិតែមានឆន្ទៈយ៉ាងមុះមាំក្នុងពោធិចិត្តគឺចិត្តដែលជាប់ជំពាក់ក្នុងការត្រាស់ដឹងមានបំណងត្រាស់ដឹងជាព្រះពុទ្ធនិងតែងអនុវត្តយ៉ាងហ្មត់ចត់ជាទីបំផុតគ្រប់នៅចិត្តគឺសិលធម៌និងក្រឹតវិន័យប្រចាំជីវិតដែលហៅថាពុទ្ធការកធម៌ឬបារមីធម៌និយមតាមន័យពាក្យថាបារមីជាពាក្យបាលីមកអំពីបារៈមានន័យថាត្រើយមកខាងឬត្រើយខាងមុខនិងពាក្យមីមានន័យថាគុណជាតិដ៏ប្រសើរដែលគួរបំពេញនៅផ្លូវដ៏ខ្ពង់ខ្ពស់ដែលគួរដើរក្នុងគម្ពីរនមស្ការដីកាខៃថាបារាំងនៅពីណាំងមយតិកច្ចតិសតេចមេយតិតេមេតេវិបារមីគុណជាតិដែលនាំឲ្យដល់ត្រើយនៃព្រះនិព្វានឬញ៉ាំងសត្វឲ្យបានដល់ត្រើយនៃព្រះនិព្វានឈ្មោះថាបារមីដូច្នេះបារមីមានន័យថាគុណជាតិដ៏ប្រសើរដែលបុគ្គលត្រូវបំពេញឬជាគ្រឿងសម្រាប់ញ៉ាំងសត្វឲ្យដល់ត្រើយបរមសុខគឺព្រះនិព្វានតាមពាក្យសាមញ្ញការសាងបារមីគឺការអប់រំខ្លួនឲ្យបរិសុទ្ធទាំងផ្លូវកាយវាចាចិត្តចរិតសតិនិងបញ្ញាដើម្បីធ្វើខ្លួនឲ្យមានគុណធម៌យ៉ាងល្អប្រសើរប្រចាំជីវិតតើចាប់ពីពេលណាទៅដែលបុគ្គលអាចសន្មត់ខ្លួនថាជាព្រះពោធិសត្វបានគេអាចចាត់ទុកមនុស្សម្នាក់ឬសត្វណាមួយជាព្រះពោធិសត្វបានគឺនៅពេលដែលសតិរបស់មនុស្សនោះឬសត្វនោះឈានទៅដល់កម្រិតមួយដ៏ខ្ពស់ដែលពុំអាចដកនៅទឹកចិត្តអំពីឆន្ទៈនៃពោធិចិត្តបានគឺសេចក្តីប្រាថ្នាតែមួយក្នុងការត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធការសាងខ្លួនជាព្រះពោធិសត្វត្រូវឆ្លងកាត់3ដំណាក់កាលសំខាន់មានដូចតទៅនេះដំណាក់កាលទី1បុគ្គលចិញ្ចឹមចិត្តឲ្យคล้ายជាពោធិចិត្តហើយតែតាំងនៅពុំអាចវឹកវើចិត្តឲ្យជាពោធិសត្វបានហាក់ដូចជាបុគ្គលម្នាក់ព្យាយាមយកគ្រាប់ពូជល្ងមកផ្សាំក្នុងសួនតែពុំទាន់បានដោះជាដើមល្ងបុគ្គលនោះនៅតែខំព្យាយាមបន្តគ្រាប់ល្ងនៅក្នុងសួននោះតទៅទៀតអាចប្រៀបបាននឹងអំឡុងពេលដែលពោធិសត្វតាំងនៅមនោបនិធានដំណាក់កាលទី2ក្រោយពីការតាំងចិត្តពោធិចិត្តបានជាច្រើនម៉ឺនសែនកោណជាតិហើយសតិរបស់បុគ្គលនោះចាប់ផ្ដើមប្រារព្ធចិត្តជាព្រះពោធិសត្វហើយចិត្តរបស់បុគ្គលនោះតែងរិះគិតជានិច្ចចង់បានត្រាស់ជាព្រះពុទ្ធរហូតដល់មានកម្រិតខ្ពស់បំផុតដោយដកចិត្តវិញលែងបានដោយដើមល្ងមានពន្លកដុះចេញតងស្លឹកទុនខ្ចីអាចប្រៀបបាននឹងអំឡុងពេលដែលព្រះពោធិសត្វតាំងវិជ័យបនិធានគឺវិចារដំណាក់កាលទី3លុះបានប្រារព្ធចិត្តជាព្រះពោធិសត្វបានច្រើនកាប់ហើយបុគ្គលការធ្វើសច្ចាប្រណិធានដោយបដិញ្ញាចំពោះព្រះភ័ក្ត្រនៃព្រះសម្មាសម្ពុទ្ធថាដោយអំណាចនៃបញ្ញកម្មដែលខ្ញុំព្រះអង្គបានបំពេញមានប្រមាណប៉ុណ្ណេះសូមឲ្យខ្ញុំព្រះអង្គបានត្រាស់ជាព្រះពុទ្ធមួយអង្គក្នុងអនាគតកាលដំណាក់កាលទី3នេះហាក់ដូចជាដើមល្ងរឹងមាំមានរុក្ខជាតិតែពុំទាន់មានផ្លែផ្កាអាចប្រៀបបាននឹងអំឡុងពេលដែលព្រះពោធិសត្វបានបំពេញបារមីបន្តរហូតដល់បានត្រាស់បន្ទាប់ពីបានទទួល
នៃការព្យាកររបស់ព្រះសម្មាសម្ពុទ្ធរួចហើយកាលណាព្រះសម្មាសម្ពុទ្ធទ្រង់ព្យាករបុគ្គលណាមួយថានឹងបានត្រាស់ជាព្រះពុទ្ធពេលនោះហើយបុគ្គលនោះមានឈ្មោះថានិយតពោធិសត្វបុគ្គលទៀងនឹងបានត្រាស់ជាព្រះពុទ្ធនិយតពោធិសត្វគ្រប់នៃជាតិតែងធ្វើសច្ចាប្រណិធានដើម្បីនឹងបានត្រាស់ជាព្រះពុទ្ធដោយការព្យាយាមបំពេញពុទ្ធការកធម៌គឺទុសបរមីសេចក្តីនេះពិស្ដារអំពីការធ្វើសច្ចាប្រណិធាននេះនិងអត្ថាធិប្បាយនៃសុមេធតបោះតែបានទទួលពុទ្ធព្យាករអំពីព្រះសម្មាសម្ពុទ្ធជាព្រះពោធិសត្វក្នុងសាងពុទ្ធភូមិព្រះសមណគោតមជាដំណាក់កាលចុងក្រោយនៃអភិនិហាគឺជាការប្រកាសតាំងចិត្តប្រាថ្នាជាឱឡារិកចំពោះព្រះភ័ក្ត្រនៃព្រះសម្មាសម្ពុទ្ធឲ្យបានត្រាស់ជាព្រះសម្មាសម្ពុទ្ធមួយអង្គគម្ពីរសតថកីមហានិទានបានបញ្ជាក់អំពីប្រវត្តិសាងបារមីរបស់ព្រះបរមពោធិសត្វព្រះសមណគោតមថាព្រះពោធិសត្វគ្រាន់តែមានចិត្តគិតថាសូមឲ្យបានត្រាស់ជាព្រះសម្មាសម្ពុទ្ធចំនួន7អសង្ខ័យបញ្ចេញវិចារប្រាថ្នាឲ្យបានត្រាស់ជាព្រះសម្មាសម្ពុទ្ធ9អសង្ខ័យសរុបទាំងអស់ចំនួន16អសង្ខ័យនេះព្រះពោធិសត្វស្ថិតនៅជាអនិយតពោធិសត្វជាពោធិសត្វមិនទៀងថានឹងបានត្រាស់ព្រោះមិនទាន់បានទទួលនៃការព្យាករអំពីព្រះសម្មាសម្ពុទ្ធអង្គណាមួយនៅឡើយលុះព្រះពោធិសត្វទ្រង់ទទួលព្យាករអំពីព្រះសម្មាសម្ពុទ្ធទីបង្ករៈមកក៏តាំងនៅក្នុងនាមជានិយតពោធិសត្វបន្ទាប់មកព្រះអង្គត្រូវបានបំពេញបារមីចំនួន4អសង្ខ័យ1សែនកាប់ទៀតទើបបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធដំណាក់កាលនេះអាចប្រៀបបានថាដើមល្ងដែលដុះយូរណាស់មកហើយនោះទើបបញ្ចេញនៅផ្លែផ្កាសូមអស់លោកអ្នកសាទរសពបរោះទាំងឡាយអនុមោទនាស្ដាប់នៅចំពោះទី2អដ្ឋសមោធានការដែលនឹងបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធមុននឹងបុគ្គលត្រូវបានទទួលនៃការព្យាករអំពីព្រះសម្មាសម្ពុទ្ធលើកទី1ជាលក្ខណៈញ៉ាំងសត្វឲ្យคล้ายជានិយតពោធិសត្វនោះបុគ្គលនោះត្រូវតែប្រកបដោយអង្គប៉ុន្មានសូមអស់លោកអ្នកសាទរសពបរោះទាំងឡាយអនុមោទនាស្ដាប់នៅវគ្គខាងក្រោយបន្តទៀត